បាទជំរាបសួរបងប្អូនទាំងអស់គ្នានេះជាទស្សនវិជ្ជាជួរទឹកតាចោលឬហៅថាទឹកជួរតាក្រហមកដែលមានទីតាំងស្ថិតនៅភូមិកំពង់ភ្នៅឃុំកោះខ្ញែស្រុកសម្បូរខេត្តក្រចេះដែលមានចម្ងាយផ្លូវពីរង្វង់មកព្រាបសរខេត្តក្រចេះមកទឹកជួរខាងលើឆ្លងកាត់លំផ្សោតឆ្លងកាត់ព្រែកកាពីនិងវត្តស100អីហ្នឹងមានចម្ងាយផ្លូវប្រហែល46គីឡូនិងរយៈពេលបន្ថែម40នាទីដោយសារនៅតំបន់នោះគ្មានអ៊ីនធឺណិតទេអញ្ចឹងខ្ញុំអត់អាចកំណត់ចម្ងាយផ្លូវជូនបងប្អូនបានហើយសូមបញ្ជាក់ថាទៅទឹកជួរខាងលើគឺអត់អាចជិះឡានធំបានទេអាចបានត្រឹមប្រុសឡានប្រុសអីហ្នឹងដោយសារនៅតំបន់នោះឆ្លងកាត់ត្រូវឆ្លងកាត់ស្ពានហើយស្ពានខ្លះតូចអត់អាចចូលឡានបានទេអញ្ចឹងតម្រូវឲ្យយើងជិះម៉ូតូឬក៏ឡានតូចហើយទឹកជួរតាចោលឬជួរតាក្រហមកខាងលើនេះដែរស្ថិតនៅបណ្ដោយទន្លេមេគង្គដែលហូរពីខេត្តស្ទឹងត្រែងមកការមកលេងយើងត្រូវមើលវេលាដែរអញ្ចឹងណាមិនចេះតែលេងទេព្រោះពេលខ្លះបងប្អូនទៅចំខេត្តភាសាអីហ្នឹងគឺផ្លូវពិបាកជួនកាលអាចអ្នកសួយហ្នឹងចុះរុញឡានព្រាតហើយណាមួយគឺទឹកលិចអស់ហើយនៅសល់ចុងឈើអីអាចទៅមើលបានដោយទស្សនវិជ្ជាខ្ញុំបង្ហាញខាងលើនេះទេតិចថាឃើញខ្ញុំបង្ហាញស្អាតចង់ទៅលេងពេលទៅលេងចំខេត្តភាសាលេខបាត់ចេះអ្នករីវីយ៉ូនឹងភ្ជុះបាទបើសិនជាមានខុសឆ្គងកន្លែងណាបងប្អូនសូមខន្តីអភ័យទោសហើយក៏សូមអរគុណជួបគ្នានៅវីដេអូក្រោយជម្រាបលា